រឿងកូន4នាក់មិនបំរើឪពុកក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរមានធនធានគ្រួនបើគាត់មានកូនប្រុស4នាក់មានអាយុគ្រប់ការទាំងអស់ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅគាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេនៅជាមួយនឹងកូនប្រុសអស់1ឆ្នាំមានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិនអាហារនិងជួយមើលថែទាំរបស់ទ្រព្យកំប៉ិតកំប៉ឹកក្នុងផ្ទះគាត់ក៏រៀបការប្រពន្ធឲ្យកូនច្បងហើយយកកូនប្រសាស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែកឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅលុះរំលង1ឆ្នាំក្រោយមកទៀតគាត់រកប្រពន្ធឲ្យកូនទី2ចែកទ្រព្យមួយចំណែកឲ្យដូចគ្នាតមកគាត់រៀបការកូនទី3ចែកទ្រព្យមួយចំណែកឲ្យទៀតលុះដល់ឆ្នាំជាគម្រប់4ក៏រៀបការឲ្យកូនទី4ចែកទ្រព្យមួយចំណែកទៀតដែរនៅសល់តែផ្ទះមួយខ្នងពុំបានចែកគាត់ទុកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យរបស់ឲ្យអស់រលីងពីខ្លួនដូច្នេះមកពីគិតថាឲ្យស្រស់ខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ីចិញ្ចឹមវិញរហូតដល់ស្លាប់ប៉ុន្តែគំនិតគាត់គិតនេះខុសស្រឡះកាលដែលគាត់នៅជាមួយកូនប្រុស4នាក់កូនទាំងនោះស្រឡាញ់បងប្អូនណាស់ពុំដាល់បែកចិត្តគំនិតពីឪពុកនិងបងប្អូនឡើយលុះបានប្រពន្ធមករៀងខ្លួនហើយក៏បែកចិត្តគំនិតផ្សេងពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្គៀបរមាស់បន្តិចទាស់នេះបន្តិចទាស់នោះបន្តិចក៏នាំគ្នាចោះចេញពីផ្ទះកំណាតទៅរកសង់ផ្ទះនៅទីតីពីគ្នាទាំងអស់ចោលតាឪពុកពោះម៉ាយឲ្យនៅតែឯកោអនាថាកាលកូនទាំង4នាក់ទើបនឹងចុះចេញពីផ្ទះឪពុកទៅថ្មីនៅហុចបាយហុចចំណីតាឪពុកបន្តិចបន្តួចរាល់ថ្ងៃលុះមានកូនខ្ចីគ្រប់គ្នាជួនពេលប្តីរវល់ដើរទៅជួញស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅនឹងអាចមានកូនខ្ចីផងក៏បង្អង់ជូនបាយទឹកឪពុកក្មេកដោយមេខ្លះគិតថាប្រហែលប្អូនគេឲ្យហើយមេខ្លះគិតថាបងឯណោះគេឲ្យហើយកូនប្រសានាំគ្នាគិតដូច្នេះតែរៀងខ្លួនយូរថ្ងៃទៅតានោះអាត់បាយមួយពេលក៏មានមួយពេលក៏មានវេលាប្តីមកពីរកស៊ីវិញដឹងរឿងនេះបានស្ដីបន្ទោសប្រពន្ធនាងភរិយាខ្លះដោះសារថាកូនឈឺខ្លះថាខ្លួនពុំនៅជួបរវល់ទៅជួយញាតិជិតខាងស្រេចតែមេប្រពន្ធវាដឹកមុខយ៉ាងណាប្តីតាមវាទាំងអស់ចំណែកតាពោះម៉ាយអត់បាយគ្មានសម្ពុតអាវស្លៀកពាក់ដល់ថ្នាក់ដើរសុំទានគេបរិភោគរងទុក្ខវេទនាពុនពេកនិងលក់ផ្ទះចាស់ពុំបានថ្លៃប៉ុន្មានផងហើយគ្មានជ្រកនៅផងកាលនោះមានបុរសម្នាក់នៅកំឡោះមានចិត្តសប្បុរសហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណទោសច្រើនផ្ទះនៅភូមិជិតគ្នាដើរមកឃើញតានោះវេទនាដូច្នោះមានចិត្តអាណិតក្រៃពេកក៏សាកសួរថាលោកតាខ្ញុំធ្លាប់ឃើញលោកតាពីដើមជាអ្នកមានគ្រាន់បើឪពុកម្ដាយក៏ធ្លាប់ទីពឹងលោកតាខ្លះដែរម្ដេចក៏ឥឡូវលោកតាវេទនាខ្លាំងម្លេះក្រែងលោកតាមានកូនប្រុស4នាក់ដែរម្ដេចក៏កូននោះវាមើលបំណាំមិនថែទាំលោកតាសោះក្រែងទ្រព្យរបស់លោកតាមានសល់ទុកខ្លះដែរឬម្ដេចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគប្រើប្រាស់តាចាស់ប្រាប់ទៅវិញថាអូណ៎លោកចៅអើយលាក់បាំងអីពីដើមតាមានទ្រព្យគ្រាន់បើពិតមែនប៉ុន្តែតាអាណិតស្រឡាញ់កូនពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅគិតថាឲ្យវាចិញ្ចឹមតាវិញឥឡូវពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀតវាឃើញឯងអស់ទ្រព្យអស់លីងពីខ្លួនវាឥតនឹកនារកតាសោះវាតាមតែប្រពន្ធវាទៀងតែចូលរុនក្តាមក៏វាចូលដែរខ្លួនតាសពថ្ងៃឈឺផងនៅតែម្នាក់ឯងម៉ងវេទនាជាទីបំផុតដេកសម្រក់ទឹកភ្នែកចោកខ្នើយអស់ទៅហើយបាយព្រឹកជាបាយល្ងាចជួនកាលអត់មួយពេលក៏មានមួយពេលក៏មាននឹងធ្វើការរកស៊ីអ្វីក៏មិនកើតពីព្រោះចាស់ជរាគ្រាន់តែដើរស្ទើរតែមិនរួចទៅហើយដូចលោកចៅឃើញស្រាប់តាដេកចាំតែដល់ថ្ងៃស្លាប់ទេចៅកំឡោះលន់មាត់ថាយីអើកូនតាមានចិត្តអាក្រក់ដល់ម្លឹងណ
បើអីចឹងលោកតាកុំខីមានឧបាយមួយធ្វើឲ្យលោកតាបានសុខកាយសប្បាយចិត្តដូចពីដើមវិញលោកតាធ្វើតាមខ្ញុំឲ្យលោកតារកពីងមានមាត់តូចល្មមមួយជុះអាចនោមឲ្យពេញហើយរកកំណាត់សម្ពុតសរុំមាត់បិទឲ្យចិត្តជីកោះក្នុងដីចិត្តជើងសសរត្រោកផ្ទះហើយបើមានអ្នកណាដើរមកឲ្យលោកតានិយាយប្រាប់គេថាខ្ញុំនៅសល់កំណាប់ប្រាក់មាសមួយពីងកប់ទុកពុំទួនចែកឲ្យកូនណាម្នាក់ឡើយចាំមើលកូនណាចិត្តបានដឹងគុណបើខ្ញុំចិត្តស្លាប់នឹងប្រគល់ទៅឲ្យកូននោះលោកតានិយាយប្រាប់មនុស្សដែលជួបគុំខានក្នុងរវាងប៉ុន្មានថ្ងៃខែខាងមុខនេះគុំឲ្យលោកតាដើរសុំទានគេទៀតចាំខ្ញុំយកបាយទឹកមកជូនពិសាកុំព្រួយតាចាស់ក៏តាំងធ្វើតាមចៅចិត្តសពុរៈទាំងអស់លុកបានប្រហែល5ថ្ងៃសម្ដីតានោះបានដឹងដល់កូនប្រុសនិងកូនប្រសាទាំង8នាក់វាមានចិត្តលោភលន់ចង់បានកំណប់តែរៀងខ្លួនក៏នាំគ្នាយកបាយទឹកនំចំដៃផ្លែឈើធំខ្ចីគ្រប់មុខនិងខោអាវក្រមាមកផ្គប់ក្តុងជូនតាឪពុករៀងរាល់ថ្ងៃពុំមានខ្វះថ្ងៃណាមួយឡើយតាចាស់បានសះជារោគមានសាច់ឈាមស្រស់បោះមានកម្លាំងពលំសុខកាយសប្បាយចិត្តតាំងពីថ្ងៃនោះមករហូតដល់អស់អាយុលុះតាស្លាប់ហើយកូនក៏នាំគ្នាធ្វើបុណ្យអធិកអធមតាមទំនៀមរួចស្រេចកូនទាំង4នាក់និងកូនប្រសាគិតនាំគ្នាគោះពីងកំណប់ចែកគ្នាប៉ុន្តែក្រែងចែកមិនស្មាភាកនាំឆ្លូប្រកែកគ្នាក៏ទៅរកគ្រូមុំម្នាក់ឲ្យជួយចែកលោកគ្រូនោះទទួលព្រមប៉ុន្តែគាត់ឮថាកំណប់មាសប្រាក់ច្រើនដល់ទៅ1ពីងគាត់ចង់បានមួយចំណែកដែរហើយគាត់គិតក្នុងចិត្តថាគាត់ធ្វើម្ដេចចំណែកត្រីបានច្រើនជាងកូនចំណែកផងគាត់ក៏ដើររត់រើសមកដល់ផ្ទះកំណប់ភ្លាមតាំងយកភួញធំមួយមករុំជូតក្បាលធំតើងមើងធ្វើឲ្យខោងកំដាដូចគេទូលជើងឆ្នាំងផ្ងាក៏តាំងអង្គុយពៀនភ្នែនលើដីរៀបរលីងថ្មិចភ្នែកសង្រួមស្មៀតស្មាឌិតឈរមុខត្រង់ទៅទិសខាងកើតហើយគាត់ប្រាប់កូនទាំង4នាក់ឲ្យទៅគាស់យកពីងកំណាប់មកឡាយប៉ុន្តែគាត់ហាមថាគុំអាវស្រាយមាត់ពីងក្រែងខុសត្រណាមចាំគាត់បង្គាប់សិនលុះយកពីងមកដល់ហើយគាត់ឲ្យកូនទាំង4នាក់ឈរគ្រប់ទិសទាំង4ថ្មិចភ្នែកយកដៃចាប់លើកទូលត្រស្ពាយទូលលើក្បាលសើមស្រាយមាត់ពីងចាក់ស្រោតកំណប់មកលើក្បាលគាត់បើកំណប់ជ្រុះទៅទិសណាប៉ុន្មានត្រីបានទៅអ្នកឈរកំណាន់ទិសនោះបើកំណប់ណានៅសល់ទៅលើឈ្នួតក្បាលគាត់ត្រូវបានជារង្វាន់លោកគ្រូទាំងអស់កូនទាំង4នាក់ក៏ចាប់ធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យលក់អៀងភរិយាទាំង4នាក់ឈរកាន់កញ្ជ្រើរៀងខ្លួនចាំកោបក្នុងពេលដែលចែកកំណប់នោះមានអ្នកស្រុកជិតខាងទៅចាំមើលផងនិមិត្តតែគេលើកពីងបិទទូលរួចស្រាយមាត់ពីងចាក់ឈួរមកទឹកម៉ាំត្រាំលីមុកច្រើនក្អួបហូរឆោស្រោចលើក្បាលលោកគ្រូពេញកំពុងហើយខ្ចាត់បាចសាយស្ប្រេះទៅគ្រប់ទិសប្រឡាក់ប្រឡូពេញមុខមាត់និងសម្ពុតអាវរហូតដល់នាងភរិយាទាំង4នាក់ទៀតលោកគ្រូបានចំណៃច្រើនជាងគេធំក្លិនខ្មោះថែមមិនត្រូវគេឃើញលោកគ្រូស្រមុំបាត់មុខមាត់រូបរាងអស់ខំក្រោកឡាវសោះក្រខ្មៅអកពួកបរិស័ទដែលឈរចាំមើលពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញគ្នាទៅផ្ទះរៀងខ្លួនទើបលោកគ្រូស្រែកជេរកែសំនួនទោសកូនទាំង4នាក់និងកូនប្រសាថាខ្មោចមេដែងអាដែងទាំងអស់គ្នាអាមេអកនេះបានភឿបាបខ្មោចឪពុកវាច្រើនហើយមើលទៅបានជាកំណាប់មីប្រាក់អន្តរាយคล้ายទៅជាអាចនោមប្រឡាក់ខ្លួនអញអស់ដូច្នេះយីខ្មោចអាផេះមេកំភៃអស់នេះខូចមែនលោកគ្រូនិងកូនសេះនាំគ្នារត់រហ័សលោតទម្លាក់ខ្លួនទៅក្នុងទន្លេព្រូងខំត្រាំទឹកលាងបាបអស់1ម៉ោងម្នាក់រួចនាំគ្នាឡើងទៅលើផ្ទះរៀងខ្លួនបានសេចក្តីក្តីក្រហាយស្ដាយក្រោយខ្មៅគេតកូនតចៅ